My Fern ស្ទើរតែបញ្ចប់ជីវិតខ្លួនឯងព្រោះតែជួបបញ្ហាឥតឈប់ឈរ My Fern បានចូលរួមក្នុងកម្មវិធី Cambodia Supreme Club កញ្ញាក៏បានរៀបរាប់អំពីការងារសិល្បៈនិងដំណើរជីវិតរបស់ខ្លួនកន្លងមកបទស្រអែមស្រស់ remix ដែលមាន My Fern ជាអ្នក rap នោះគឺ trending ខ្លាំងមែនទែនក្នុងបណ្ដាញសង្គម TikTok ប៉ុន្តែទន្ទឹមនឹងមានការកោតសរសើរពីការធ្វើភ្លេងពីចង្វាក់ចូលគ្នាគឺចង្វាក់ខ្មែរសារ៉ិននិងចង្វាក់ញាក់ពិសេសគឺ style rap របស់កញ្ញាផ្ទាល់នោះក៏មានមតិរិះគន់មិនស្ទើរនោះដែរកញ្ញាក៏បានបញ្ជាក់ថាកញ្ញាស្ទើរតែលុបបទស្រអែមស្រស់នោះចោលទៅហើយដោយសារតែមានការតេះដៀលថាកញ្ញា rap មិនកើតសំឡេងខ្សោយ rap ដូចមនុស្សប្រុសរហូតធ្វើឲ្យកញ្ញាបាក់ទឹកចិត្តកញ្ញាក៏បានប្រាប់ធីមថាឲ្យលុបបទនោះចោលទៅប៉ុន្តែធីមរបស់កញ្ញាមិនព្រមលុបនោះទេថែមទាំងបានលើកទឹកចិត្តកញ្ញាទៀតផងបកមកដឹងពីខ្សែជីវិតរបស់កញ្ញាវិញទម្រាំឈរជើងមកដល់ពេលនេះកញ្ញាបានបញ្ជាក់ថារឿងរ៉ាវក្នុងជីវិតរបស់កញ្ញាមួយចំនួនគឺពិបាកទទួលយកណាស់ទាំងគ្រួសារស្នេហារួមទាំងការងារគឺកញ្ញាត្រូវបានគេធ្វើបាបគ្រប់យ៉ាងចំពោះការងារវិញគឺកញ្ញាខំប្រឹងទាំងថ្ងៃទាំងយប់ពេលខ្លះក៏ត្រូវមេស្ដីបន្ទោសដេញចេញខ្លះទៀតក៏ត្រូវបានកាត់លុយជាដើមរីឯគ្រួសារវិញ My Fern មិនដែលទទួលបានភាពកក់ក្ដៅនោះទេថែមទាំងបានកាត់ការកញ្ញាចោលទៀតផងចំណែកឯស្នេហាវិញគឺមានតែរឿងពិបាកចិត្តនិងកាន់តែ stress ថែម My Fern បានបន្ថែមទៀតថាកញ្ញាក៏ធ្លាប់មានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងម្ដងជាពីរដងផងដែរដោយសារតែមិនអាចទ្រាំទ្រនឹងបញ្ហាស្មុគស្មាញទាំងនោះកញ្ញារៀបរាប់ទាំងអួរដាំកថាមានថ្ងៃមួយកញ្ញាបានឡើងទៅលើអគារ5ជាន់និងបានស្ដាប់បទចម្រៀងសេតហើយបានបណ្ដែតអារម្មណ៍ទៅតាមនោះនិងបានគិតក្នុងចិត្តថាបើកញ្ញាលុតចុះរឿងគ្រប់យ៉ាងនឹងល្អប៉ុន្តែពេលនោះគឺស្ទាក់ស្ទើរនិងបានសួរខ្លួនឯងថាតើខ្លួនធ្វើបែបនេះត្រឹមត្រូវឬអត់ក្រោយមកកញ្ញាបានទុកពេលឲ្យខ្លួនឯង3ខែបើសិនជា3ខែក្រោយខ្លួនមិនអាចរឹងមាំកញ្ញានឹងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្រោយមកទៀតរយៈពេល3ខែនោះគឺកញ្ញាពិតជាធ្វើមិនបានមែនកញ្ញាក៏បានគិតឡើងវិញថាខ្លួនមិនអាចបញ្ចប់ជីវិតខ្លួនឯងដោយសារតែបញ្ហាទាំងនោះទេនិងបាននិយាយថាពិភពលោកនេះស្អាតណាស់មិនបានជាខ្លួនចង់ស្លាប់ទៅវិញមនុស្សខ្លះចង់រស់ប៉ុន្តែពួកគេមិនមានឱកាសរស់ផងដូច្នេះចាប់ពីពេលនេះតទៅគឺត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើហើយត្រូវតែមានមោទនភាពចំពោះខ្លួនឯងជានិច្ច